រដ្ឋបាលខេត្តកំពង់ធំរៀបចំប្រជុំគម្រោងកែលម្អស្តង់ដារអនាម័យនៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវនៅខេត្តកំពង់ធំខេត្តកំពង់ធំនាព្រឹកថ្ងៃទី19ខែឧសភាឆ្នាំ2025អាយដាមនួនផារ៉ាត់អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងកែលម្អស្តង់ដារអនាម័យនៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវនៅខេត្តកំពង់ធំដែលមានការចូលរួមពីអាយដាមរស់សោភាទីប្រឹក្សាក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងតំណាងមន្ទីរវិទ្យាស្ថានស្តង់ដារកម្ពុជានិងមន្ទីរពាក់ព័ន្ធគម្រោងនេះមានគោលបំណងប្រែក្លាយម្ហូបអាហារនៅតាមដងផ្លូវក្នុងខេត្តកំពង់ធំឲ្យមានរបៀបរៀបរយតាមរយៈការរៀបចំយន្តការគ្រប់គ្រងអាជីវកម្មអាហារតាមដងផ្លូវឲ្យមានសណ្ដាប់ធ្នាប់សុវត្ថិភាពគុណភាពប្រកបដោយអនាម័យមានភាពច្នៃប្រឌិតនិងសោភ័ណភាពសម្ដៅបង្កើនភាពទាក់ទាញជូនដល់ទេសចរជាតិអន្តរជាតិមកលេងកម្សាន្តក្នុងខេត្តកំពង់ធំសូមបញ្ជាក់ផងដែរថាគម្រោងកែលម្អស្តង់ដារអនាម័យនៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវនៅខេត្តកំពង់ធំនេះគឺជាការគាំទ្ររបស់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បន្ទាប់ពីមានការស្នើសុំពីរដ្ឋបាលខេត្តកំពង់ធំហើយគម្រោងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ2023-2028ដែលជាកម្មវិធីទី4នៃកម្មវិធីគោលនយោបាយអាទិភាពទាំង6របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្ដេចបានបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមរយៈការពង្រឹងសមត្ថភាពភាពធន់និងការប្រកួតប្រជែងលើទីផ្សារជាពិសេសលើមុខរបររបស់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ